របៀបប្រើប្រាស់រូបមន្ត drop នៅក្នុងកម្មវិធី Microsoft Excel បាទរូបមន្ត drop នេះគឺជារូបមន្តថ្មីមួយនៅក្នុងកម្មវិធី Microsoft Excel ដែលវាមានតួនាទីសំខាន់ក្នុងការដកយកចំនួនជួរដេកឬក៏ជួរឈរចេញពីទិន្នន័យរួមឧទាហរណ៍ថាយើងមានទិន្នន័យរួមមួយដូចនេះហើយយើងចង់កាត់យកតែចំនួនណាមួយនៅក្នុងជួរដេកឬក៏ជួរឈរអញ្ចឹងដើម្បីធ្វើការកាត់ដូចនេះបានយើងប្រើរូបមន្ត drop នៅក្នុងរូបមន្ត drop គឺមានរូបមន្តដូចនេះគឺមានសញ្ញាស្មើហើយមានពាក្យថា drop បាទវងកញ្ចក់ array ហើយនៅក្បៀសមួយគឺ row ហើយក្បៀសមួយទៀតគឺ column បាទចំណុចកន្លែងនេះគឺពាក្យថា array នេះគឺជាបណ្ដុំនៃទិន្នន័យរួមបណ្ដុំនៃទិន្នន័យរួមដែលយើងត្រូវធ្វើការយកមកកាត់យកជួរដេកឬក៏កាត់យកជួរឈរបាទចំណែកកន្លែង row នេះគឺជាជួរដេកដែលយើងត្រូវធ្វើការយកមកកាត់ចំនួនដែលត្រូវការចំណែក column គឺជាជួរឈរដែលយើងត្រូវការកាត់ដូចនេះដែរប៉ុន្តែចំណុចពិសេសនៅកន្លែង row ឬក៏ column នេះវាមានករណីផ្នែកខាងលើឬក៏ផ្នែកខាងក្រោមឬក៏ផ្នែកខាងឆ្វេងឬក៏ខាងស្ដាំបាទពាក់ព័ន្ធជាមួយនឹងតួលេខវិញប្រសិនបើវាជាតួលេខវិជ្ជមានមានថាធម្មតាគឺលេខពី0ឡើងទៅអាចថាកាត់ពីលើចុះមកខាងក្រោមចំណែកសញ្ញាដកមានថាដក1ចុះមកខាងក្រោមដក1ដក2ទៅវាទៅជាកាត់ពីក្រោមទៅលើវិញបាទដូច column ក៏ដូចគ្នាដែរពីឆ្វេងទៅស្ដាំឬក៏ពីស្ដាំមកឆ្វេងអញ្ចឹងសម្រាប់ជាឧទាហរណ៍ងាយយល់គឺខ្ញុំយកទិន្នន័យរួមមួយដែលមានតារាងដូចនេះអញ្ចឹងនៅក្នុងតារាងដូចនេះមួយគឺអ្នកទាំងអស់គ្នាមានទិន្នន័យដែលមានលេខរៀងមានថ្ងៃខែមានជាប្រភេទ product ឬក៏ជាប្រភេទ amount ឬក៏ជាទិន្នន័យណាមួយក៏បានសម្រាប់អ្នកទាំងអស់គ្នាយកមកប្រើប្រាស់ចឹងនៅក្នុងនេះខ្ញុំយកឧទាហរណ៍គឺខ្ញុំមាន5ទិន្នន័យបាទ5ជួរដេកហើយការកាត់របស់ខ្ញុំគឺខ្ញុំកាត់យកចំនួនជួរដេកទី1យកមកប្រើប្រាស់បាទអញ្ចឹងនៅក្នុងការកាត់នេះបើសិនបើអ្នកទាំងអស់គ្នាប្រើប្រាស់រូបមន្ត drop គឺអ្នកទាំងអស់គ្នាត្រូវគិតថាតើយើងយក header យកមកប្រើប្រាស់ដែរអត់មានតែ header ខាងលើនេះយកមកប្រើប្រាស់ដែរអត់ឬក៏អ្នកទាំងអស់គ្នាចង់កាត់ពីដំណាមកមួយយើងត្រូវគិតមុនសិនតើយើងចង់បានទិន្នន័យយ៉ាងដូចម្ដេចតែឧទាហរណ៍របស់ខ្ញុំនេះគឺខ្ញុំយកទាំង header ក៏ដូចជាជួរដេកទី1អញ្ចឹងខ្ញុំប្រើប្រាស់រូបមន្តតែមួយគឺនៅផ្នែកខាងលើនេះអញ្ចឹងរូបមន្តនៅខាងលើដែលខ្ញុំសរសេរគឺខ្ញុំប្រើពាក្យថា drop ចេញពីទិន្នន័យ A2 រហូតដល់ D7 អញ្ចឹង A2 ដល់ D7 នេះគឺជាទិន្នន័យរួមទាំងអស់នេះគឺជាបណ្ដុំនៃ array បាទសញ្ញាដកនេះគឺខ្ញុំប្រើសញ្ញាដក4មានន័យថាខ្ញុំដកទិន្នន័យជួរដេកពីខាងក្រោមទៅ4មានថាទី1ទី2ទី3ទី4ហេតុអីបណ្ដកដូចនេះប្រសិនបើអ្នកទាំងអស់គ្នាប្រើជាលក្ខណៈតួលេខវិជ្ជមានតើតែអ្នកទាំងអស់គ្នាប្រើកាត់ពីលើចុះខាងក្រោមវិញតែដោយសារតែខ្ញុំគោលដៅរបស់ខ្ញុំគឺកាត់ពីខាងក្រោមទៅដល់ចំណុចលេខ2វិញបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអត់ enter មកគឺបានចុះឧទាហរណ៍ដែលខ្ញុំសរសេរធម្មតាគឺសញ្ញាស្មើហើយវាពាក្យថា drop បាទអញ្ចឹងនៅពេលដែលយើងវាចាប់តាមវា drop នៅកន្លែងនេះអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ select ទិន្នន័យបាទ select ទិន្នន័យគឺមកដល់កន្លែង row ដែលខ្ញុំបង្ហាញខាងលើនេះគឺអ្នកទាំងអស់គ្នាត្រូវគិតថាតើយើងកាត់ទិន្នន័យនេះគឺកាត់ទិន្នន័យពីខាងក្រោមចេញឬក៏កាត់ផ្នែកខាងលើនេះចេញដូចខ្ញុំប្រើមិញគឺសញ្ញាដក4អញ្ចឹងបើដក4គឺមានថាយើងកាត់ពីក្រោមនេះ1 2 3 4 4ជួរដេកទៅអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាថាយើងប្រើជាលក្ខណៈលេខវិជ្ជមានវិញអញ្ចឹងខ្ញុំប្រើលេខ2អញ្ចឹងបើកាលណាខ្ញុំប្រើលេខ2អញ្ចេះគឺខ្ញុំកាត់ពីលើចុងខាងក្រោមហើយបាទខ្ញុំបិទវិញបញ្ចប់មក enter អញ្ចឹងដល់ពេលបិទវងចប់គឺជួរដេក2ខាងលើនេះដែលខ្ញុំបាន select នេះគឺនឹងកាត់ចេញហើយកាត់ចេញហើយន័យទាំងអស់គ្នាកុំភ្លេចមើល formatting ផងព្រោះដល់ពេលដែលអ្នកទាំងអស់គ្នាធ្វើការកាត់ទិន្នន័យ formatting គឺអត់ទាន់បានបដូរទេតើតែអ្នកទាំងអស់គ្នាធ្វើការកែប្រែនៅជួរដេកដែលជាទិន្នន័យឬក៏ទិន្នន័យនៅក្នុង cell ណាមួយបន្ថែមទៀតបាទនេះគឺជាឧទាហរណ៍ក្នុងការកាត់ទិន្នន័យចេញពីជួរដេកប៉ុន្តែបើអ្នកទាំងអស់គ្នាចង់កាត់ទិន្នន័យចេញពីជួរឈរក៏បានដូចគ្នាដែរចង់ឧទាហរណ៍ថាពេលខ្លះយើងត្រូវការតែទី1គឺជាលក្ខណៈលេខរៀងនិងថ្ងៃខែចុះខ្ញុំឧទាហរណ៍តែប៉ុណ្្នឹងណាអញ្ចឹងយើងចង់កាត់យកតែប៉ុណ្្នេះយកតែ2រក្សាទុកតែប៉ុណ្្នេះទេអញ្ចឹងយើងត្រូវកាត់ទិន្នន័យជួរឈរទី4ហើយនិងទី3អញ្
ចឹងនៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់រូបមន្តគឺយើងស្មើហើយវាថា drop ចឹងនៅក្នុង drop នេះគឺអ្នកទាំងអស់គ្នា select ធម្មតាគឺ select array ជាបណ្ដុំទិន្នន័យរួមបន្ទាប់មកប្រើសញ្ញាក្បៀស1កន្លែងនេះជួដេកអ្នកទាំងអស់គ្នាអត់ត្រូវការយកកាត់ទេមានថាអត់ចង់កាត់ទិន្នន័យណាមួយទេចឹងអ្នកទាំងអស់គ្នាក្បៀសមួយទៀតគឺមកដល់កន្លែង column នេះគឺជាជួឈរដែលយើងចង់កាត់ចេញចឹងចង់កាត់ចេញគឺអ្នកទាំងអស់គ្នាចង់កាត់ចេញពីជួដេកទី4ដល់ទី3ចឹងអ្នកទាំងអស់គ្នាប្រើសញ្ញាដក2ចឹងដក2នេះមានន័យថាដកពីជួឈរចុងក្រោយទី1ទី2បាទហើយបិទវងចោវិញមកហើយ enter នោះអ្នកទាំងអស់គ្នាបានទិន្នន័យតែ2ជួឈរនេះទេចឹងនៅពេលដែលបានទិន្នន័យ2ជួឈរនេះកន្លែងណាជាលេខរៀងជាប្រភេទថ្ងៃខែអ្នកទាំងអស់គ្នាគ្រាន់តែ select ហើយបដូរមកជា formatting ជាប្រភេទ date នោះនឹងបានទិន្នន័យដែលអ្នកទាំងអស់គ្នាចង់បានធម្មតាកន្លែងនេះប្រសិនបើអ្នកទាំងអស់គ្នាចង់កាត់ទិន្នន័យជួដេកបន្ថែមទៀតឧទាហរណ៍យើងចង់បានតែប៉ុណ្ណេះចឹងមានថាយើងលុប3ជួដេកទៀតចឹងលុប3ជួដេកទៀតកន្លែងនេះអ្នកទាំងអស់គ្នាអាចបញ្ចូលកន្លែងដក3មួយទៀតមកមានថាយើងកាត់ទាំងជួដេកយើងកាត់ទាំងជួឈរបាទចឹងយើងសល់ទិន្នន័យតែ2ទិន្នន័យឯងហេតុអីបានយើងគិតថាយកទិន្នន័យនេះយកមកប្រើមានថាគឺជាយើងមានថាយើងចង់បានទិន្នន័យរួមមួយដែលកាត់ចេញពីទិន្នន័យធំហើយបានទិន្នន័យដែលត្រូវការតែមួយចំនួនយកមកប្រើប្រាស់បើចំណុចនេះគឺយើងប្រើច្រើនទៅលើការបូកសរុបទិន្នន័យរួមហើយយើងយកមកគឺវាអត់ប៉ះពាល់ជាមួយទិន្នន័យនេះទេមានថាទិន្នន័យនេះគឺវាអត់ខូចទេបើកាលណាយើង copy ឬក៏ផ្សេងទិន្នន័យកន្លែងនេះគឺវាមានការប្រែប្រួលខូចទេជាការប្រើប្រាស់រូបមន្ត drop នេះគឺជួយឲ្យអ្នកទាំងអស់គ្នាធ្វើការកាត់ទិន្នន័យរួមមួយបើហើយចំណាំផងដែរពីចុងក្រោយគឺគិតថារូបមន្តនេះគឺប្រើប្រាស់តែបានទៅលើ Office 365ឬក៏ Microsoft Excel សម្រាប់ web ទេប្រសិនបើក្រោមនឹងទៀតគឺអត់អាចប្រើបានទេរូបមន្តនេះដោយសារតែជារូបមន្តមួយនៅក្នុងរូបមន្ត Excel ថ្មីមានថាជារូបមន្តថ្មីសម្រាប់ប្រើប្រាស់នៅលើ Excel ដែរបាទនៅក្នុងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណេះទេបាទហើយជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត